សាស្ត្រាស្លឹករឹតជាង 10000 សន្លឹកដែលស្ថិតនៅក្នុងព្រះបរមរាជវាំងពូតាឡានៅភូមិភាគស្វាយស៊ីចង់ប្រទេសចិនត្រូវបានរក្សាទុកអស់រយៈពេលជិត 1000 ឆ្នាំមកហើយសប្តាហ៍ថ្ងៃនេះសាស្ត្រាស្លឹករឹតទាំងនេះកំពុងត្រូវបានស្កេននិងរៀបរៀងជាឯកសារ Digital ដែលជាផ្នែកមួយនៃគម្រោងអភិរក្សដ៏សំខាន់ភូមិភាគស្វាយស៊ីចង់មានសាស្ត្រាស្លឹករឹតសំខាន់ជាច្រើនដែលភាគច្រើនមានទំនាក់ទំនងជាមួយគម្ពីរព្រះពុទ្ធសាសនាប៉ុន្តែវាក៏មានខ្លឹមសារមិនមែនជាព្រះពុទ្ធសាសនាដែរដូចជារឿងល្ខោនកំណាព្យវេជ្ជសាស្ត្រតារាសាស្ត្រនិងការគណនាតាមប្រតិទិនជាដើមការផលិតសាស្ត្រាស្លឹករឹតប្រហែលជាបានចាប់ផ្ដើមនៅពាក់កណ្ដាលសតវត្សទី8នៃគ្រិស្តសករាជដែលមានប្រវត្តិសាស្ត្រជិត 1000 ឆ្នាំមកហើយសាស្ត្រាស្លឹករឹតដែលរក្សាទុកនៅក្នុងព្រះបរមរាជវាំងពូតាឡាភាគច្រើនត្រូវបានថែរក្សាយ៉ាងល្អជាមួយនឹងរចនាបថចង់ដូចគ្នាហើយក្នុងនោះបូករួមទាំងស្នាដៃបុរាណសំខាន់ៗជាច្រើនសប្តាហ៍ថ្ងៃនេះមជ្ឈមណ្ឌលស្រាវជ្រាវសាស្ត្រាស្លឹករឹតនៃព្រះបរមរាជវាំងពូតាឡាបានធ្វើការពិនិត្យអង្កេតការរៀបរៀងការស្កេនជាឯកសារ Digital និងការវាយតម្លៃស្ថានភាពចំពោះសាស្ត្រាស្លឹករឹតរាប់ម៉ឺនក្បាលក្នុងគោលបំណងការពារទ្រព្យសម្បត្តិវប្បធម៌នេះដែលជាសក្ខីភាពនៃការផ្លាស់ប្ដូរនិងការធ្វើសមហរណកម្មរវាងជនជាតិនិងជនជាតិ